នឹងបងចរណៃសកសក៏គាត់នំខ្ញុំធ្វើជ្រក់អញ្ចឹងណាជ្រក់កែបដាក់ក្តាមអីចឹងទៅបងគ្នា2 3មុខចឹងទៅបងប្អូនអើយហើយនិយាយថាតំណងខ្លាំងមែនទែនបងគ្នានិយាយទៅសខួរក្តាមអញ្ចឹងណាបងគ្នានិយាយទៅឆ្ងាញ់ខ្លាំងមែនទែនជាតិបងគ្នាហើយនេះគ្រឿងយើងអញ្ចឹងបងគ្នាមានក្រូចមានក្តាមមានកែបមានអីចឹងទៅបងគ្នានិយាយទៅគ្រឿងយើងក៏វាអត់សូវញញ៉ៃអីច្រើនដែរបងប្អូនអើយហើយនេះក៏យើងចាប់ផ្ដើមដាក់ចូលទឹកមកបងគ្នាដាក់បដេងដាក់កូលក្រៃចឹងមកបងគ្នាហើយទឹកពោះយើងក៏ចាប់ផ្ដើមដាក់ជាមួយកែបជាមួយក្តាមជាមួយអីមកបងគ្នានិយាយទៅជាតិសាហាវបងគ្នាសិតតែខ្លាញ់ក្តាមបងគ្នានិយាយទៅឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយនិយាយថាជាតិចឹងណាបងប្អូននេះក៏យើងដាក់យកមកបងប្អូនហើយសម្រាប់បងប្អូនដែលនៅឆ្ងាយឃើញចឹងចង់ហូបហើយមានអ្នកនរគ្នានិយាយទៅឆ្ងាញ់មែនតែនបងប្អូនហើយខ្ញុំក៏ខានហូបយូរដែរចឹងណាសម្លចឹងបងប្អូនហើយនេះគឺខ្លាញ់វាបងប្អូនអាលឿងហ្នឹងណានិយាយទៅតំណងខ្លាំងមែនតែនបងប្អូនហើយនេះក៏យើងមានថែមមន់ថែមអីចឹងទៅបងប្អូននិយាយទៅ4 5មុខហើយបងប្អូនហើយនេះក៏យើងចាប់ផ្ដើមដាក់ជាមួយទឹកត្រីដាក់អីចឹងទៅបងប្អូនឥឡូវក្រូចឆ្អិនហើយយើងក៏ចាប់ផ្ដើមពូតម្ជូរក្រូចម្ជូរអីចឹងណាបងប្អូនហើយដាក់វាច្រើនមករៀងជូរអញ្ចឹងបានឆ្ងាញ់អញ្ចឹងណាបងប្អូននិយាយទៅដាក់4 5កង់អីចឹងណាបងប្អូនដាក់យកមកដើម្បីឲ្យជាតិចឹងណាបងប្អូនអាហ្នឹងកាន់តែដាក់ច្រើនកាន់តែឆ្ងាញ់ណាបងប្អូនជ្រក់ហ្នឹងណាអញ្ចឹងយើងកាន់តែពូតយកមកបងប្អូនហើយនេះក៏យើងចាប់ផ្ដើមដួសមកបងប្អូនដួសដាក់ចានអញ្ចឹងណានិយាយទៅអត់លើកចុះលើកអីទេគឺដួសលើកញ្ច្រានហ្នឹងមកបងប្អូនហើយនិយាយថាតំណងខ្លាំងមែនទែនបងប្អូនអូនិយាយថាខ្ញុំឃើញអីក៏ស្រក់ទឹកមាត់ដែរអញ្ចឹងណាបងប្អូននិយាយទៅជាតិទាំងប៉ុណ្ណាទេនិយាយទៅយីត្អូហ្នឹងគឺថតប្រហែលជា2ថ្ងៃហើយបងប្អូនប៉ុន្តែខ្ញុំអត់ទាន់ផុសអញ្ចឹងណាហើយនេះបងចរណៃក៏ចាប់ផ្ដើមហូបហើយបងប្អូនអើយកែបខ្លាញ់ល្អឡងខ្លាញ់ក្តាមក៏អីនេះអានវិញដាក់យកមកគ្នានិយាយបងអេដមីនវិញជួយចាត់ហត់ទឹកមកគ្នាបែបទឹកស៊ុបចឹងណានិយាយទៅគាត់ហត់យកដែរចឹងហ្មងអ្នកគ្នាអើយនិយាយទៅជាសាហាវខ្លាំងមែនទែននិយាយទៅមើលទឹកក៏ដឹងដែរបងគ្នានិយាយទៅលឹងហ្មងអ្នកគ្នាអើយនិយាយទៅឃើញទៅស្រក់ទឹកមាត់ដែរចឹងណាបងគ្នាហើយនេះក៏បងអេដមីននិងបងចរណៃគាត់ហូបជុំគ្នាអញ្ចឹងណានិយាយទៅគឺបងចរណៃហ្នឹងគឺមួយបងយ៉ាំហ្នឹងគឺហូបនិយាយទៅគាត់អត់ហូបអត់ចេះរើសចេះអីទេបងគ្នានិយាយទៅស្អីគាត់ហូបបានដែរបងគ្នាបើខ្ញុំវិញគឺរើសណាបងគ្នាកដោអីល្មមគឺខ្ញុំអត់ហូបទេបងគ្នាហើយជ្រក់ហ្នឹងគឺនិយាយថាមួយផ្លេតទេបងគ្នាអស់លីងមកបងគ្នានិយាយទៅម្នាក់ក៏យកចានយកអីយកមកស្លាបព្រាមកប្រៅបងគ្នានិយាយថាសម្លហ្នឹងគឺឆ្ងាញ់ពេកអញ្ចឹងណាបងគ្នាហើយនេះក៏ខ្ញុំជឿជាក់មែនតិចទៅបងគ្នានិយាយថាមុខខ្ញុំឥឡូវគឺចាស់ជាងមុនហើយបងគ្នាទៅអាយុតិចមួយទេបងគ្នាហើយនេះក៏ចាប់ផ្ដើមយកចានយកអីមកមួយបងគ្នានិយាយទៅហូបអីចឹងបងគ្នាហើយនិយាយអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងគ្នា